សួស្តីទាំងអស់គ្នាជួបគ្នាបន្តទៀតជាមួយនឹង admin ហើយពី admin សូមសំណូមពរឲ្យគ្នាយើងដែលមើលជួយ share ម្នាក់មួយផងទាំងអស់គ្នាដោយសារតែ view តិចខ្លាំងមែនតើតែម្ដងណា4 10 20 view ពិតជាតិចខ្លាំងមែនតើហេតុអីបានជា channel admin ឥឡូវហ្នឹងចាប់ផ្ដើមតិចខ្លាំងម្ល៉េះមិនមែនទេដោយសារតែ admin ធ្វើខានហ្នឹងក៏ថាបានដែរចឹងណាចឹងអស់គ្នា admin យល់ប៉ុន្តែchannel ថ្មីដែលគេធ្វើ content អីវារៀងលឿនវាបានគួរសមចឹងណាដោយឡែក channel admin មានអារម្មណ៍ថាយឺតខុសពីធម្មតាចឹងពឹងឲ្យគ្នាយើងជួយ share ម្នាក់មួយផងណាតោះឥឡូវចុះមកសាច់រឿងរបស់យើងបន្តទៀតឃើញថានៅក្នុងពេលនេះច័ន្ទចាស់របស់យើងគាត់មានឱកាសតាមបើកស៊ើបរឿងក្តីហ្នឹងដោយសារតែមានកងទ័ពរាជការមកជួយហើយប៉ុន្តែភ្លាមៗហ្នឹងគាត់ឃើញថាសាវជីស៊ូហ្នឹងគាត់បាញ់សញ្ញាសុំជំនួយដល់តែ2ដងផ្ទួននៅនឹងថាមានអត្តន័យទេគាត់ក៏បញ្ញាធ្វើដំណើរទៅពីក្រោយគេតែម្ដងទៅគណៈពេលដែរនៅកណ្ដីវិញឃើញថាចាងជីបេសកជនប្រច័នរបស់យើងដើរភ្លឹកនៅក្នុងពេលនោះបេសកជនព្រះអាទិត្យនៃវិមានហានសួយបានរំលឹកទៅកាន់នាងថាឥឡូវមានផែនការដែរឬមួយក៏អត់ព្រោះអីដោយលោកយាយបាននិយាយចឹងបើរកចាងហុងពីមិនឃើញទេនាងប្រកាសជាគ្មានជីវិតត្រឡប់ទៅវិញនោះទេលោកយាយប្រកាសជាចាត់ការនាងចោលជាក់ជាមិនខានអញ្ចឹងត្រូវតែបញ្ញារកមកជួបបាយដោះស្រាយជាបន្ទាន់ទៅនិយាយទៅគ្នាក៏ចង់ជួយដែរប៉ុន្តែស្ដាប់តាមបញ្ជាលោកយាយមិនដឹងជួយយ៉ាងម៉េចចំណែកឯមនុស្សអាក្រក់ឯនេះវិញជីងជីមីងគាត់កំពុងតែអង្គុយព្រួយអង្គុយភ័យហើយចូលមកក្នុងបន្ទប់សម្ងាត់ចង់បំផ្លាញផោះតាំងចោលប្រពន្ធនឹងចង់សម្លាប់គាត់ទៀតប៉ុន្តែអាចធ្វើអីគាត់បាននោះទេផ្ទុយទៅវិញត្រូវគាត់វាយឡើងដួលដេកទៅនឹងដីបន្ទាប់មកជីងជីមីងគាត់ក៏បើកលុយយន្តទម្លាក់នៅប្រអប់មួយថាដូចជាទូសម្រាប់ផ្ទុកឯកសាររបស់គាត់អញ្ចឹងណាសុទ្ធតែជាឯកសារសំខាន់ដែលគាត់ហ្នឹងត្រៀមទុកដុតបំផ្លាញចោលកុំឲ្យច័ន្ទចៅនឹងអាចរកផោះតាំងស៊ើបទៅរកមេខ្លោងរបស់គាត់បានឲ្យសោះម្យ៉ាងវិញទៀតក៏អាចលុបបំបាត់នៅទោសរបស់ទ័នរបស់គាត់បានផងដែរអញ្ចឹងទូនឹងមិនមែនមានតែមួយទេគាត់បើកលុយយន្តមួយហ្នឹងគឺធ្លាក់ដល់ទៅ2ទូឯណោះហើយនៅមានគាត់ចង់ដុតបំផ្លាញបន្តទៀតប៉ុន្តែច័ន្ទចៅមិនទាន់នឹងមកផងហ្នឹងកូនចៅមកខាងទៀតគឺចង់ដុតអាយ៉ងដែលថាមនុស្សទៅត្រូវបានគេបញ្ជាដោយដាក់ថ្នាំបំពុលនឹងចោលទៀតដើម្បីបំបត្តិផោះតាងអញ្ចឹងណាប៉ុន្តែត្រូវកងទ័ពរាជការមកហាមគាត់ទាន់ជីងយីមីងនៅវិញក្នុងបន្ទប់សម្ងាត់គេបានដុតបំផ្លាញទូម្ដងមួយច័ន្ទចៅអត់ម្ដងទេទូមួយទៀតគេរៀបតម្រងដុតប៉ុន្តែនៅពេលនោះប្រពន្ធរបស់គាត់ឃើញក៏ចង់ហាមឃាត់ដកដាវមួយចង់ទៅសម្លាប់គេដើម្បីបញ្ជាពេលវិសតែនឹងត្រូវបានប្តីសម្លាប់ទៀតប៉ុន្តែច័ន្ទចៅគឺមកជួយសង្គ្រោះទាន់ពេលវេលាដែលនៅក្នុងពេលនេះយីងយូមីងគាត់បាននិយាយទៅកាន់ច័ន្ទចៅថាឥឡូវហ្នឹងផោះតាំងអត់ត្រូវយើងដុតបំផ្លាញអស់ហើយយើងមានសិទ្ធិពេញលេញក្នុងការចរចាដើម្បីរស់រានមានជីវិតបន្តទៀតឯងមិនអាចធ្វើអីយើងបាននោះទេអ្នកដែលគួរអាណិតជាងគេទាំងអស់គ្នាគឺទីងចៅហួយមើលមុខរបស់គាត់ត្រូវបានជីងយូមីងធ្វើទរណកម្មឡើងវេទនាតែម្ដងពិតជាគួរអាណិតមែនទែនបន្តមកទៀតលីងឡុងរបស់យើងមកតាមរកចាងហុងពីក្មេងប្រុសតូចដែលយើងបានមើលឃើញការវិភាគប្រមាណ6 7ទាំងអស់គ្នាតែក្នុងពេលនោះត្រូវបានគេចាប់មកឃុំទុកបំណងគឺយកគេទៅធ្វើជាថ្នាំតែនឹងបន្តសំណាងអស់លីងឡុងមកជួយសង្គ្រោះទាន់បេសកជនព្រះច័ន្ទចាងជីក៏មកឃើញដែរប៉ុន្តែមើលទៅនាងហាក់ដូចជាមិនដាច់ចិត្តចាប់ចាងហុងពីប្រគល់ទៅឲ្យលោកយាយហានសួយទេដូច្នេះហើយនាងក៏ដើរចាកចេញទើបនៅក្នុងពេលហ្នឹងលីងឡុងក៏បានប្រាប់ដំណឹងតាក់ទងជាមួយនឹងទីងចាងហួយឲ្យនាងដឹងតែម្ដងទៅនៅពេលដែលដឹងថាចាងជីមិនព្រមយកចាងហុងពីចេញមកទើបបេសកជនព្រះអាទិត្យក៏បានរំលឹកថាចាំទុកបើអត់មានចាងហុងពីទេនាងកុំត្រឡប់ទៅកាន់វិមានហានសួយជួបលោកយាយសោះពួកអីលោកយាយប្រកាសជាមិនទុកជីវិតឲ្យឡើយចឹងហើយគេក៏ចាក់ចេញទៅខណៈពេលច័ន្ទចៅវិញនៅពេលនេះកំពុងតែអង្គុយនៅចំពោះមុខរបស់ជីងយឺមីងគេនៅតែមានភាពអំនួតថាផោះតាំងយើងបានដុតបំផ្លាញអស់ហើយបើឯងជួយយើងគ្រាន់តែទុកឲ្យយើងមានជីវិតដោះលែងយើងទៅយើងអាចជួយឯងឲ្យឡើងឋានៈបានប៉ុន្តែនៅពេលហ្នឹងច័ន្ទចៅគាត់ក៏បានរៀបរាប់តាមសម្ដីសច្ចធម៌របស់គាត់គោលការណ៍ដែលគាត់បម្រើរាជការអ្នកធ្វើខុសត្រូវតែទទួលទោសឯងត្រូវតែទទួលទោសស័ក្តិសមនឹងទង្វើអ្វីដែលឯងបានធ្វើមនុស្សដែលឯងបានសម្លាប់គ្រប់យ៉ាងដែលឯងបានធ្វើឯងត្រូវតែទទួលយកលទ្ធផលទាំងអស់នោះនៅចំពោះមុខតុលាការដែលគេនឹងរៀបចំបើកសវនាការដើម្បីកាត់ក្តីណាតែនៅក្នុងពេលហ្នឹងសម្ដីរបស់ច័ន្ទចៅម៉ាត់មួយហើយស្របទៅតាមគោលការណ៍របស់គេរួចក៏ដើរចេញជីងយឺមីងអាចធ្វើឲ្យបានត្រឹមតែស្រែកកំហុកថាចាំមើលឯងទៅរកផុសតាងឯណាពីផេះដែលយើងដុតអស់ហើយនឹងឯងខ្លាំងទៅរយបានមកពីផេះហ្នឹងមកបន្ទាប់មកទៀតយើងបានផ្ដល់ជាមួយនឹងវត្តមានរបស់ទីងចៅហួយនិងគូអនុគាត់ទាំងអស់គ្នាបែរថាបាននិយាយថាស្ថានភាពរបស់ទីងចៅហួយនឹងមើលទៅអត់ប្រកក្តីទេមិនដឹងថាធ្វើយ៉ាងម៉េចអាចជួយគេបានឡើយអាចស្លាប់គ្រប់ពេលវេលាដូច្នេះហើយនឹងប្រាប់ទៅឲ្យប្អូនស្រីដែលជាបេសកជនប្រច័នចាងយីឬមួយក៏ឈ្មោះរបស់នាងពិតហ្នឹងគឺយូហួរហ្នឹងណាឲ្យនៅក្បែរបងប្រុសបន្តអាសន្នសិនទៅពួកអីអត់ទៀងអត់ទាត់ទេក្រែងលោកមិនមកទៅបាននៅទាន់នឹងហាមចុងក្រោយចំណែកច័ន្ទចៅបានប្រាប់ទៅកាន់លោកមេតបដែលជាមេតបរបស់ព្រះបុត្រាបញ្ជូនមកហ្នឹងឲ្យចាត់ការសួរចម្លើយមនុស្សដែលគួរសង្ស័យបន្តទៅទៀតទៅគណៈពេលដែលបន្ទប់រក្សាផុសតាងឬមួយក៏បន្ទប់ដែលត្រូវបានជីងយមីងដុតបំផ្លាញចោលនោះ
ទុករក្សាឲ្យគាត់ហ្នឹងជាអ្នកទៅរុករកតែម្នាក់បន្តទៀតគឺរក្សាសំណើដើមដើម្បីគាត់ហ្នឹងរកតម្រុយជាបន្តក្រែងលើបានផោះតាំងផ្សេងទៀតយកមកបង្ក្រប់ចាត់ការទៅលើជីងជំនាញជាមួយនឹងមេខ្លោងរបស់គេដោយសារតែផោះតាំងដែលគេបានរំសល់ទុកនឹងរកបានប្រមាណមុនថាបន្លត់ភ្លើងបានហ្នឹងណាគឺអាចបញ្ជាក់ត្រឹមថាជីងជំនាញបានស៊ីសំណុកពុករលួយចូលដៃចូលជើងជាមួយនឹងនគរដតីទៀតគឺក្បត់ជាតិទៅប៉ុណ្ណឹងទេប៉ុន្តែបានបង្ហាញអំពីនរណាគេគឺជាមេខ្លោងរបស់ជីងជំនាញតលតែសោះនៅពេលដែលកំពុងតែមករកជាមួយនឹងกระดาษដែលត្រូវបានដុតបំផ្លាញចោលនៅស្រុកអំណាចមួយចំនួនយកមកគុំដើម្បីមើលពិនិត្យមើលហ្នឹងណានៅក្នុងពេលហ្នឹងច័ន្ទចាស់បានពិនិត្យឃើញថារាល់នៅលើឯកសារទាំងអស់សុទ្ធតែមានស្នាមត្រាឯកសារគេថាជាសម្បត្តិឆ្លើយឆ្លងគ្នារបស់ជីងយូមីងជាមួយនឹងបុគ្គលនៅម្ខាងទៀតហ្នឹងសុទ្ធតែមានត្រាប៉ុន្តែត្រាមើលអត់ច្បាស់ទេចំណែកស៊ឺមីងជាមួយនឹងសាវជីស៊ូនៅវិញគេកំពុងតែពិភាក្សាគ្នាសាវជីស៊ូគឺពិតជាភិតភ័យខ្លាំងមែនទែនមិនបាននៅស្ងៀមមិនព្រមអនុវត្តផែនការកំចាត់ជីងយូមីងចោលដើម្បីបំបត្តិផោះតាងអញ្ចឹងបំបត្តិមាត់អញ្ចឹងណាប៉ុន្តែស៊ឺមីងថាកុំបារម្ភអីរឿងគ្រប់យ៉ាងយើងអ្នកទទួលខុសត្រូវទទួលទោសនៅចំពោះមុខព្រះអម្ចាស់ប៉ុន្តែយើងក៏បានរៀបចំផែនការរួចទៅហើយដែរដូច្នេះហើយមិនចាំបាច់ភ័យនោះទេគណៈពេលនៅច័ន្ទចៅឯនេះវិញណាគាត់រកមកយប់ទៅហើយយកกระดาษលហែកដែលបន្សល់ពីដុតមកគុំគ្នាជួយគ្នាម្ដាយមកជើង 4-5 នាក់ហ្នឹងប៉ុន្តែអត់ទទួលបានតម្រុយអ្វីពិសេសនោះទេអ្វីដែលអាចកំណត់សម្គាល់បានឃើញថារាល់ឯកសារទាំងអស់វាពិតជាមានស្នាមត្រាផុសមកមែនប៉ុន្តែស្នាមត្រានោះវាអាចយកជាសាច់ការបានណាត្បិតតែឃើញស្នាមត្រាពីរផ្សេងគ្នាប៉ុន្តែអត្តន័យក្នុងសម្បត្តិមិនដឹងថានិយាយថាម៉េចវាដាច់អញ្ចឹងគ្រប់គ្នាក៏ចាប់ផ្ដើមអស់សង្ឃឹមប៉ុន្តែច័ន្ទចាស់បានប្រាប់ទាំងអស់គ្នាថាកុំបារម្ភអីគាត់នឹងមានមធ្យោបាយដើម្បីរកផុតតាមបន្តទៀតឲ្យទាល់តែឃើញហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាគឺព្យាយាមមកយកទល់ភ្លឺទៅហើយដូច្នេះហើយហ្នឹងទៅសម្រាប់ទៅចោះគាត់បានណែនាំឲ្យពួកគេទាំង2នាក់ទាំង3ទាំង4នាក់ហ្នឹងទៅសម្រាប់ពួកគាត់គឺជាអ្នកនៅបន្តរកទៀតដោយមើលទៅគាត់បានផ្ដល់ចំណឿចិត្តឲ្យគ្រប់គ្នាថាគាត់នឹងអាចរកផុសតាំងដើម្បីចាប់មេខ្លោងរបស់ជីងយឺមីងនឹងបានជាក់ជាមិនខានទាំងដែលតាមការពិតទៅនៅពេលដែលពួកគេបានចេញទៅផុតច័ន្ទចាស់ខ្លួនឯងនោះគាត់ក៏មានអារម្មណ៍ថាមិនជឿជាក់ប្រមាណដែរគាត់អង្គុយរៀងអស់សង្ឃឹមដែរចំណែកឯប៉ៃអ៊ីថាងវិញគេបានមកជួបជាមួយនឹងអ្នកបម្រើរបស់ព្រះបុត្រាដែលបានដឹកនាំកងទ័ពមកជួយគេហ្នឹងណាថាគេមានមធ្យោបាយដើម្បីជួយរកផុសតាំងឲ្យច័ន្ទចាស់ហើយគឺត្រូវឲ្យម្នាក់ដែលជាអ្នកបម្រើហ្នឹងនាំគេចូលទៅក្នុងគុកជួបជាមួយនឹងជឿហ័រព្រោះគេគឺជាអ្នកបម្រើផ្ទាល់របស់ព្រះបុត្រានៅពេលដែលអ្នកយាមគុកឃើញគេហើយគឺប្រកាសជាអនុញ្ញាតកងទ័ពទាំងអស់គឺសិតតែស្គាល់អ្នកបម្រើរបស់ព្រះបុត្រានិងគោរពគេនឹងឯងអញ្ចឹងនៅពេលនេះវិញច័ន្ទចាស់គាត់អង្គុយនឹកចុះឡើងគាត់នឹកឃើញថានៅក្នុងបន្ទប់សម្ងាត់របស់ជីងយឺមីងនៅពេលដែលគាត់ចូលពីដំបូងគឺមានអញ្ចាំងមួយទៀតខណ្ឌនៅចំពោះមុខទ្វារចូលហ្នឹងប៉ុន្តែនៅពេលដែលគេចូលទៅចាប់ខ្លួនជីងយឺមីងបែរជាអត់ឃើញអញ្ចាំងហ្នឹងទេអញ្ចឹងគាត់ឆ្ងល់ថាប្រកាសជាមានកលឹះយន្តអីណាមួយដើម្បីបំបត្តិអញ្ចាំងហ្នឹងហើយគាត់ដើរមើលចុះឡើងស្រាប់តែឃើញរូបកូនតោចំនួន4នៅក្បែរជញ្ជាំងហ្នឹងណាដែលគេដាក់ទុកដូចក្នុងកន្លែងដែលគេបំភ្លឺភ្លើងអញ្ចឹងប៉ុន្តែមានមួយគឺបានប្រែមុខទៅហើយដូច្នេះគាត់ខូចទៅវល់វាឲ្យចំមុខវិញស្រាប់តែឃើញបំណែកកណាត់ជាច្រើនกระดาษជាច្រើនដែលត្រូវបានគេដុតហើយគៀបជាប់ហ្នឹងណាជ្រុះមកដែលនោះគឺជាបំណែកกระดาษដែលបានបាត់ហ្នឹងហើយនៅពេលដែលគាត់បើកកលយុនហ្នឹងឃើញអញ្ចាំងមួយទៀតធ្លាក់មកពិតមែនចំណែកឯខាងវិញគាត់បានចូលមកដល់ក្នុងគុកបំណងគឺជួបជាមួយជឿហ័រដើម្បីនិយាយឈរសួរគេអំពីរឿងតម្រុយមួយចំនួនអញ្ចឹងប៉ុន្តែមិនទាន់បានសួរអីផងហ្នឹងគាត់ក៏ប្រទះឃើញបរិសម្នាក់ដែលគាត់តែងតែសមាសវាយឃើញហ្នឹងដើរកាត់មុខរបស់គាត់កែភ្នែករបស់ប៉ៃខាងឡើងក្រហមរួចហើយក៏រត់ស្ទុះដេញតាមម្នាក់នឹងភ្លាមលុះបន្តិចក្រោយមកស្រាប់តែគាត់ឮសំឡេងសម្រែកមួយនៅពេលដែលគាត់រត់ត្រឡប់ក្រោយមកវិញស្រាប់តែប្រទះឃើញថាជឿហ័របានសម្លាប់អ្នកបម្រើរបស់ច័ន្ទចាយជាមួយនឹងអ្នកបម្រើរបស់ព្រះបុត្រានឹងបាត់ទៅហើយគេមានកំហឹងខឹងជាខ្លាំងដូច្នេះហើយក៏ចូលមកបំណងគឺចង់សម្លាប់ជឿហ័រហ្នឹងដើម្បីសងសឹកតែម្ដងដូចកំរោលចូលអញ្ចឹងណារួចហើយនៅក្នុងពេលហ្នឹងច័ន្ទចាយនៅវិញត្រូវបានកងទ័ពផ្ដល់ដំណឹងឲ្យថាវីវហើយដោយសារតែប៉ៃថាងចាត់ការជឿហ័រទាំងតែពេលនេះប៉ៃថាងអត់ទាន់បានដឹងទេថាច័ន្ទចៅបានរកបំណែកกระดาษមួយចំនួនបានឃើញនិងបានដឹងអំពីតម្រុយមួយចំនួនតាក់ទងជាមួយនឹងមេខ្លោងរបស់ជីងយឺមីងនឹងគឺដូចជាពាក់ព័ន្ធជាមួយនឹងមន្ត្រីហើយក៏យល់ដឹងអំពីអំណងរបស់គេថាមានមន្ត្រីមានអំណាចម្នាក់បានបញ្ជាទៅឲ្យជីងយឺមីងនឹងរៀបចំផែនការចាត់ការទៅលើអ្នកគុណនិយមបំណងគឺប្រមូលកម្លាំងអ្នកគុណនិយមជួយ support គេដើម្បីធ្វើរឿងអ្វីមួយភ្លាមនឹងបន្ទាប់ពីទទួលបានដំណឹងនៅក្នុងគុកភ្លាមច័ន្ទចៅក៏បញ្ញាបញ្ញានាំកងទ័ពនោះតាមរកប៉ៃថាងក៏ប្រទះឃើញថាប៉ៃថាងបានចាប់ជឿហួរមកជាមួយទឹកទាំងគេមានរបបធ្ងន់អំឡុងចង់សម្លាប់គេក៏ប៉ុន្តែនៅក្នុងពេលហ្នឹងគាត់ក៏បានមកជួយសង្គ្រោះជឿហួរតន់ពេលវេលាប៉ៃថាងថាគេបានសម្លាប់អ្នកបម្រើរបស់ឯងជាមួយអ្នកបម្រើរបស់ព្រះបុត្រាបាត់ទៅហើយយើងត្រូវទៅសម្លាប់គេប៉ុន្តែមានអ្នកទាំងអស់គ្នាអ្នកបម្រើទាំងពីរនាក់ហ្នឹងអត់ទាន់ស្លាប់ទេនៅពេលនោះប៉ៃថាងក៏នឹកឃើញសាច់រឿងគេបានបង្វិលឲ្យយើងឃើញណាការពិតទៅប៉ៃថាងត្រូវធ្វើអំពុលឲ្យត្រូវសណ្ដំរបស់គេសមាសម័យតែម្នាក់ឯងតែប៉ុណ្ណោះគេចូលទៅដល់មិនទាន់នឹងបានឯផងគឺធាក់ជឿហួរយកតែម្ដងនៅណាហើយគេអត់លឺដែរដូចជាទស្សនវិជ្ជាគេបានសមាសម័យឃើញតែឯងអញ្ចឹងណាហើយនៅពេលនេះផងដែរគេក៏សម័យឃើញបរិសម្នាក់នឹងទៀតហើយច័ន្ទចៅដឹងថាប៉ៃថាងកំពុងទៅថ្នាំសណ្ដំរវើរវាដូច្នេះហើយ
គាត់ក៏មកដាស់ស្មារតីទៅកាន់បែរឋានថាកុំបារម្ភអីទាំងអស់នោះសុទ្ធតែជាការរវើរវាយរបស់ឯងនោះទេគ្មានពេលណាស្លាប់ទេប៉ុន្តែជឿខរត់តែមិនត្រូវស្លាប់ទៀតពួកយើងចិត្តខ្សើបឃើញតម្រុយផ្សេងទៀតហើយអញ្ចឹងនៅក្នុងពេលនេះបែរឋានក៏រៀងដឹងស្មារតីមកវិញបកគលទូនាទីហ្នឹងទៅឲ្យច័ន្ទចាវនៅក្នុងពេលនេះកំពុងតែសួរចម្លើយទៅកាន់ជឿខរថាប្រាប់ការពិតមកព្រោះអីបើទោះបីជាមិនប្រាប់ក៏ឯងមិនរួចខ្លួនដែរអ្នកដែលធ្វើបាបឯងនឹងសប្បាយចិត្តទៅវិញទេការពិតទៅយើងនឹងថាឯងស្មោះត្រង់ជាមួយនឹងឪពុករបស់ឯងហឺប៉ូឬមួយក៏ជីងយឺមីងនឹងក៏ប៉ុន្តែឯងដឹងទេថានៅពេលនេះជីងយឺមីងបានទម្លាក់កំហុសទាំងអស់មកឲ្យឯងគ្រាន់តែជាធ្នូឲ្យយើងនឹងគឺរក្សាជីវិតឲ្យគ្រួសាររបស់គេដើម្បីឲ្យគេបន្តវងបន្តតកូលរបស់គេបន្តទៅទៀតអញ្ចឹងដោយគ្មានឯងតែប៉ុណ្ណោះហើយគេបង្រៀនក្បាច់គុណគឺសង្ឃឹមថាឯងហ្នឹងគឺនឹងអាចបដូរជីវិតដើម្បីគេនិយាយចំគឺជឿហួរនឹងត្រូវបានជីងយឺមីងឬមួយក៏ហឺប៉ូនឹងបោកប្រាស់ប្រើតែប៉ុណ្ណោះហើយនៅពេលនេះទម្លាក់កំហុសឲ្យស្លាប់តែឯងទៀតហើយគេនឹងរួចខ្លួនដល់តែពេលលឺអញ្ចឹងជឿហួរនឹងឈឺចិត្តដែរព្រោះអីខ្លួនចាប់ដើមទុកហឺប៉ូឬក៏ដូចជាជីងយឺមីងហ្នឹងជាឪពុកទៅហើយនិយាយពុកបកើតដែលថាស្រឡាញ់គេនឹងត្រូវបន្តវេនអញ្ចឹងណាដល់តែពេលដឹងអញ្ចឹងគេអស់ចិត្តគេក៏ដាច់ចិត្តប្រាប់ទៅកាន់ច័ន្ទចៅទាំងអស់តែម្ដងច័ន្ទចៅបន្ទាប់ពីទទួលបានដំណឹងពីជឿហួរហើយក៏ចូលមកក្នុងគប់ជួបជាមួយជីងយឺមីងមុខរបស់គេឡើងសម្បាច់គេថាម៉េចហើយទាល់ផ្លូវហើយចង់មកសួរចម្លើយពីយើងបើចង់ដឹងអីពីយើងនឹងគ្រាន់តែដោះលែងយើងឲ្យមានជីវិតទៅយើងប្រាប់ទាំងអស់ប៉ុន្តែច័ន្ទចៅក៏តបវិញថាអត់ទេនៅពេលនេះយើងអត់ទាន់ចង់ដឹងអីពីឯងទេយើងដឹងថាអ្នកបម្រើរបស់ព្រះអង្គម្ចាស់សិនយ៉ាងគឺមានហឺប៉ូឯងហ្នឹងស៊ឺមីងតុងជុននិងសានគួយទាំង4នាក់ឯងនេះគឺសិតតែអ្នកបម្រើរបស់ព្រះអង្គម្ចាស់សិនយ៉ាងធ្វើការងារឲ្យគាត់បំណងគឺចង់ពង្រីកអំណាចក្តាប់ទឹកដីនិងវាយយករាជបល្ល័ង្កតែប៉ុណ្ណោះប៉ុន្តែរឿងទាំងអស់នេះយើងបានដឹងទៅហើយអ្នកដែលបញ្ជានឹងធ្វើការជាមួយនឹងឯងនោះគឺស៊ឺមីងមែនអត់យើងដឹងថាឯងប្រហែលជាមិនធ្លាប់ឃើញមុខរបស់ស៊ឺមីងឬមួយក៏យ៉ាងណាទេប៉ុន្តែផែនការរបស់ឯងទាំងអស់ត្រូវបានយើងដឹងអស់ទៅហើយយើងចូលមកជួបឯងម្ដងនេះគ្រាន់តែចង់មើលទឹកមុខដែលឯងខកចិត្តនៅពេលដែលផែនការរបស់ឯងបំណងក្តីរំពឹងរបស់ឯងទាំងអស់ត្រូវបានបំផ្លាញទង្វើដ៏អាក្រក់របស់ឯងនៅពេលនេះត្រូវរលាយសូម្បីតែចង់យករឿងទាំងអស់នោះមករក្សាជីវិតក៏មិនបានអញ្ចឹងមួយទៀតយើងចង់ប្រាប់ឯងថានៅពេលនេះសម្ដីរបស់ឯងនឹងលែងមានសារៈសំខាន់ចំពោះយើងហើយអញ្ចឹងទុករងចាំថ្ងៃប្រហារជីវិតទៅមើលទៅមុខរបស់គាត់នៅពេលនេះទាំងអស់គ្នាគាត់អស់សង្ឃឹមខ្លាំងមែនទែនហើយជឿហួរវិញគឺសុខចិត្តសារភាពទាំងអស់ប្រាប់ទៅកាន់ច័ន្ទចៅបានដឹងតាក់ទងជាមួយនឹងរឿងនៅវិមានឆុងសៀវដែលជាវិកន្លែងមួយគេលក់មនុស្សស្រីហ្នឹងទាំងអស់គ្នាជាធ្នូវិញដោយសារតែគាត់ចង់មកជួបជាមួយនឹងឪពុករបស់គាត់ជាលើកចុងក្រោយដើម្បីបញ្ឈឺតែប៉ុណ្ណោះឯងព្រោះកន្លងមកឪពុកគឺធ្វើបាបជឿហួរខ្លាំងណាស់នៅពេលនេះគេហៅថាពុកដឹងអត់ខ្ញុំសុំច័ន្ទចៅមកដាក់ជាប់គុកនៅទល់មុខពុកគឺដើម្បីប្រាប់ពុកថារឿងគ្រប់យ៉ាងខ្ញុំបានសារភាពប្រាប់ច័ន្ទចៅអ្នកដែលក្បត់ពុកគឺខ្ញុំកូនប្រុសដែលពុកចង់បន្តវេនឲ្យចង់ផ្ទេរតំណែងឲ្យនោះក៏ខ្ញុំជាអ្នកសម្លាប់ផ្ទាល់ដៃដែរមិនដែលពុកសប្បាយចិត្តទេបន្ទាប់មកគេក៏ស្វែងបង្គំឪពុករបស់គេរួចហើយក៏ចូលមកក្នុងគុកនៅទល់មុខនឹងទៅហើយមើលមុខរបស់ហឺប៉ូឬមួយក៏ជីងយឺមីងគាត់ស្រែករហូតយំបោកក្បាលទៅនឹងសសរតែម្ដងច័ន្ទចៅមកប្រាប់ទៅកាន់យូហោថានាងគួរតែវិលត្រឡប់ទៅវិញទៅព្រោះនៅពេលនេះជីងយឺមីងនឹងត្រូវផ្ដន់ទាទោសហើយខ្ញុំដឹងថានាងប្រកាសជាមានគ្រោះថ្នាក់បើសិនបើវិលត្រឡប់ទៅជួបលោកយាយហានស៊ុយវិញដោយគ្មានចាងហុងពីទៅជាមួយអញ្ចឹងនាងគិតយ៉ាងម៉េចប៉ុន្តែសាច់រឿងបានស្លេះត្រឹមនឹងបាត់ទៅ